អូខេកាលពីថ្ងៃទី1ខែ2ឆ្នាំ2011 Bitcoin មានតម្លៃតែ$1ទេណាសាកសម័យមើលបើសិនជាយើងបានទិញ Bitcoin ចំនួន$10កាលពីពេលហ្នឹងហើយយើងទុកមកដល់ឥឡូវតើយើងមានលុយប៉ុន្មានអូខេសួស្តីទាំងអស់គ្នាឥឡូវយើងត្រឡប់មកជួបគ្នាម្ដងទៀតនៅក្នុង Combo Trader អូខេថ្ងៃនេះខ្ញុំចង់ធ្វើតាក់ទងនឹងប្រវត្តិតម្លៃ Bitcoin តិចតើវាឡើងបានប្រមាណ1000%ប្រហែលលានភាគរយហើយបន្ទាប់ពីការឡើងរបស់វាពីដំបូងមកណាអូខេអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំចង់យកពេលនិយាយតាក់ទងនឹង Binance Launch Pool បន្តិចអូខេអញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងមួយរយៈចុងក្រោយនេះគឺ Binance មាន launch pool មាន airdrop ច្រើនមែនទែនអញ្ចឹងវាជាផលចំណេញមួយសម្រាប់អ្នកដែលគាត់មាន account Binance រួចហើយគាត់មាន BNB ដែលគាត់ hold ទុកចោលនៅក្នុង Binance អញ្ចឹងនៅពេលដែលមាន airdrop មាន launch pool តែងតែទទួលបានកាក់ free ណាហើយកាក់បានតិចឬក៏ច្រើនវាអាស្រ័យទៅលើ BNB ណាដែលជាកាក់របស់ Binance ផ្ទាល់ដែលអ្នកនរគ្នាមានណាហើយថ្មីនេះBinance មាន launch pool ប្រហែលថ្ងៃមុនក៏មានដែរខែនេះគឺមានច្រើនមែនតើណាអញ្ចឹងអ្នកដែលគាត់មាន Binance គឺគាត់ទទួលបានកាក់អស់នឹង free នៅពេលដែលមាន launch pool អញ្ចឹងបច្ចុប្បន្ននេះគឺមានកាក់ថ្មីមួយទៀតហើយឈ្មោះ Party កាក់នេះហើយវាតែដាក់ចូល launch Binance ថ្មីទេណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់មាន Binance អាចបង្កើតបាន link ខ្ញុំដាក់នៅក្នុង description ហើយបើសិនជាអ្នកនរគ្នាមើលតាម TikTok អ្នកនរអាចចូលទៅកាន់ YouTube របស់ខ្ញុំបានណាអាចចូលទៅកាន់ YouTube របស់ខ្ញុំបាននៅពេលអ្នកនរចូលមក YouTube របស់ខ្ញុំហើយឈ្មោះ Combo Trader គឺឈ្មោះដូចគ្នាទាំងអស់ណាគ្រប់ platform របស់ខ្ញុំគឺឈ្មោះតែមួយទេ Combo Trader អ្នកនរអាចចូលទៅកាន់ playlist អញ្ចឹងនៅក្នុង playlist ខ្ញុំមានមេរៀនតាក់ទងនឹង Forex និង Cryptocurrency គឺខ្ញុំដាក់playlist ខុសគ្នាអញ្ចឹងអ្នកនរអាចចូលបង្កើតមកណាហើយចូលមើលនេះវីដេអូទី1នេះរបៀបបង្កើត account Binance ទិញលក់អញ្ចឹងទៅហើយអ្នកនរចង់មើលព័ត៌មានបន្ថែមទាក់ទងនឹង cryptocurrency គឺអ្នកនរអាចមើលវីដេអូនឹងបានណាហើយអ្វីដែលកាន់តែពិសេសសម្រាប់អ្នកដែលគាត់មើលវីដេអូនេះហើយបង្កើត Binance តាមរយៈ link របស់ខ្ញុំគឺខ្ញុំ free ឲ្យ$10អញ្ចឹងអ្នកនរនៅពេលដែលបង្កើតហើយអ្នកនរអាចឆាតមកខ្ញុំបានណាអាចឆាតមកខ្ញុំបានខ្ញុំដាក់លេខ Telegram នៅហ្នឹងបញ្ជាក់លុះតើអ្នកនរបង្កើតតាមរយៈ link របស់ខ្ញុំដែលខ្ញុំបានដាក់ out ណាបានដាក់ out បើសិនជាអ្នកបង្កើតផ្សេងឬក៏មានហើយអត់អីទេអត់មានអត់បានទេតែបើសិនអ្នកដែលគាត់ថ្មីហើយបង្កើតតាម link របស់ខ្ញុំគឺខ្ញុំ free ឲ្យ$10ជា USDT ដើម្បី trade នៅក្នុង Binance ណាចំណេញអីអ្នកអាចដកបានណាអូខេឥឡូវយើងត្រឡប់មកនិយាយតាក់ទងនឹងកាក់ project party នេះតិចតម្លៃ party បច្ចុប្បន្នណា market cap វាគឺ80លានណាគឺ$80លានហើយ supply របស់វាដែលដាក់ចរាចរណ៍លក់គឺ300លានជាងសំទោស233លានណា233លានហើយ supply វាសរុបគឺ1000លានកាក់ណា1000លានកាក់បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងផ្ទាល់អ្នកគ្នាអាចចូលមក CoinGecko នឹងមកអាច download app មកហើយអ្នកនេះអាចចូលទៅកាន់search មើលកាក់ណាដែលអ្នកនរគ្នាចង់មើលហើយចង់មើលព័ត៌មានវាតាក់ទងនឹង market cap តាក់ទងនឹងតម្លៃយ៉ាងមួយទៅណាអញ្ចឹងព័ត៌មានទាំងអស់ហ្នឹងគឺ free ទេនៅលើអ៊ីនធឺណិតណាអញ្ចឹងអ្នកនរអាច download app នឹងមួយបានគឺឈ្មោះ CoinGecko ណាឈ្មោះ CoinGecko នេះឈ្មោះ app ណាឈ្មោះ app អញ្ចឹងបើសិនជាអ្នកនរអត់ទាន់មាន Bitcoin សំទោសបើសិនអ្នកនរអត់ទាន់មាន Binance អាចបង្កើត Binance បានតាមរយៈតំណ link របស់ខ្ញុំហ្នឹងខ្ញុំនឹង free ឲ្យ$10ករណីអ្នកនរបង្កើតតាមតំណ link របស់ខ្ញុំណាហើយអ្នកនរ complete ចូលក្នុង Telegram channel ដែលខ្ញុំដាក់ឲ្យ free ទេអូខេអរគុណអូខេឥឡូវយើងត្រឡប់មកវិញអញ្ចឹងអ្នកនរដឹងហើយ Bitcoin គេ introduce ដំបូងមានន័យថាគេស្គាល់ដំបូងគឺនៅឆ្នាំ2008ណាគឺជា electric system ដែលមានអាចថាជួញដូរបានអញ្ចឹងណាអាចផ្ទេរពីកាបូបលុយមួយទៅកាបូបលុយមួយនៅឆ្នាំ2008បន្ទាប់មកវាដាក់ឲ្យម៉ាញនៅឆ្នាំ2009ណាហើយ address ដែលម៉ាញមុនគេឈ្មោះSatoshi ណាអញ្ចឹង Bitcoin មកដល់សប្តាហ៍ថ្ងៃគេអត់ដឹងថាអ្នកណាគេដែលជា owner ពិតប្រាកដទេណាមកដល់សប្តាហ៍ថ្ងៃអត់ទាន់មានគេដឹងថាជា owner ពិតប្រាកដទេហើយមកដល់ពេលឥឡូវដែលខ្ញុំចង់និយាយថាពីតម្លៃ$1មកណាប៉ុន្តែជាក់ស្ដែង Bitcoin ដែលវាចេញពីដំបូងមកតម្លៃវាគឺមិនមែន$1ទេ
តម្លៃវាចេញពីដំបូងគឺតិចជាង1សេនទៀត0.09ចឹងមានក្នុងមួយ Bitcoin គឺតម្លៃតិចជាង1សេនទៀតណាប៉ុន្តែអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺខ្ញុំចង់និយាយវាស់ពីតម្លៃខ្ញុំវាស់ពីតម្លៃ$1ណាអញ្ចឹងកាលពីខែ1ណាកាលពីខែ1សំទោសកាលពីថ្ងៃ1ខែ2ឆ្នាំ2011កាលហ្នឹងយើងទាំងអស់គ្នាអត់ដឹងនៅណាទេខ្ញុំក្តីខ្ញុំស្គាល់ Bitcoin ដំបូងគឺនៅឆ្នាំ2016តម្លៃថោកគួរសមតែក៏ខ្ញុំអត់ទាន់បានប្រឡូកក្នុង Bitcoin ហ្នឹងដែរគ្រាន់តែដឹងស្គាល់ប៉ុណ្្នឹងឯងណាអញ្ចឹងបើយើងគិតពីតម្លៃ Bitcoin នៅតម្លៃ$1កាលពីឆ្នាំ2011មកដល់ឥឡូវBitcoin គឺតម្លៃ87,000ណា87,000ក្នុងមួយ coin ប៉ុន្តែប្រហែលខែមុន Bitcoin ឡើងទៅដល់18,000ណា18,000អញ្ចឹងបើយើងវាស់ពីតម្លៃ$1ពីឆ្នាំ2011មកពីឆ្នាំ2011មកធម្មតា$តើ Bitcoin ឡើងទៅដល់ប្រមាណភាគរយណាឡើងទៅដល់ប្រមាណភាគរយអញ្ចឹងអ្វីដែលខ្ញុំបានវាស់ឃើញពីមុនគឺក្បែរ10លានភាគរយអ្នកនរនេះណាក្បែរ10លានភាគរយហើយដោយសារវាពិបាកវាស់វាឆ្ងាយពេកអ្នកនរនេះនេះខ្ញុំព្យាយាមអូសមើលយើងឃើញភាគរយវាឡើងវាយើងដាក់ធ្វើ18,000ណា18,000គឺវាឡើងដល់10លានភាគរយណាវាឡើងដល់10លានភាគរយអាហ្នឹងយើងគិតពីតម្លៃពីឆ្នាំ2011ណាចឹងសាកសម័យមើលកាលនោះបើសិនជាយើងស្គាល់ Bitcoin ហើយយើងទិញម្នាក់$10ទុកណាហើយអត់លក់មកដល់ឥឡូវគឺយើងមានប្រមាណណាយើងមានប្រមាណយើងយកចំនួន10 Bitcoin មកគុណនឹងតម្លៃ10,000ហ្នឹងវាស្មើនឹង1លានជាងស្មើនឹង1លានជាងអូខេហើយ Bitcoin មិនមែនវាឡើងរហូតទេអ្នកនរគ្នាបើខ្ញុំឲ្យអ្នកនរគ្នាមើលប្រវត្តិរបស់វាណាខ្ញុំឲ្យអ្នកនរគ្នាមើលប្រវត្តិរបស់វាតម្រាំតែវាឡើងដល់ពេលបច្ចុប្បន្ននេះគឺវាមានប្រវត្តិជូរចត់ច្រើនណាមានអ្នកចំណេញក៏ច្រើនមានអ្នកខាតក៏ច្រើនណាមានអ្នកចំណេញច្រើនមានអ្នកខាតច្រើនដូចគ្នាហេតុអីអ្នកនរគ្នាអាចមើលប្រវត្តិកន្លែងនេះបានខ្ញុំមើលធ្វើតម្លៃ$1មកចុះណាមើលធ្វើតម្លៃ$មកកន្លែងនេះ$1នេះណាមើលម្ដងនេះតម្លៃ$ឃើញវាឡើងហ៎វាឡើងពីតម្លៃ$1យើងឃើញវាឡើងពីតម្លៃ$1ឡើងរហូតទៅដល់$31ណា$31វាស្មើនឹងឡើង2000%ជាងបន្ទាប់ពីឡើង2000%ហើយអ្នកនរគ្នាឃើញវាធ្លាក់វិញឃើញវាធ្លាក់មកដល់ក្បែរ90%ណាcrypto គឺអញ្ចឹងអ្នកនរឡើងលឿនចុះក៏លឿនដូចគ្នាឡើងខ្លាំងចុះខ្លាំងដូចគ្នាណាអញ្ចឹងឡើងពី$1ដល់ទៅ$31បន្ទាប់មកធ្លាក់ណាធ្លាក់ពី31មកសល់ត្រឹមទាបបំផុត$2វិញណា$2វិញអញ្ចឹងនៅក្នុងហ្នឹងណាអ្នកនរគ្នាមានអ្នកស្លាប់មានអ្នករស់មានន័យថាអ្នកដែលគាត់ទិញពីក្រោមគឺចំណេញណាគេចំណេញគេលក់នៅពេលដែលគេចំណេញអ្នកដែលនៅពេលដែលវាឡើងខ្លាំងធម្មតាទីផ្សារនៅពេលដែលឡើងខ្លាំងគឺដឹងតែចាប់ផ្ដើមល្បីវាជាធម្មជាតិផុសទីផ្សារណាទីផ្សារ crypto ទីផ្សារមាសនិងទីផ្សារភាគហ៊ុនដូចគ្នាឲ្យតែភាគហ៊ុនអីមួយឡើងខ្លាំងដឹងតែព័ត៌មានចាប់ផ្ដើមនិយាយច្រើនណាចាប់ផ្ដើមនិយាយច្រើនថាអានេះល្អចាស់នោះល្អចាស់យ៉ាងទៅអ្នកថ្មីដែលគាត់មិនយល់គាត់ចាប់ផ្ដើមចូលទិញនៅពេលដែលកំពុងតែឡើងថ្លៃហ្នឹងណាកំពុងតែឡើងថ្លៃហ្នឹងប៉ុន្តែធៀបពិតជាក់ស្ដែងអ្នកដែលគេទិញពីក្រោមនេះគឺជាពេលដែលគេត្រូវលក់នៅពេលថ្លៃណានៅពេលដែលគេលក់ទៅពេលថ្លៃអញ្ចឹងអ្នកនរគ្នាត្រូវដឹងថាបើសិនជាគាត់ទិញក្នុងតម្លៃ$1គាត់ឡើងដល់$100គាត់លក់ចេញវាត្រូវតែមានអ្នកដែលហ៊ានទិញនៅក្នុងតម្លៃ$100តើណាអញ្ចឹងភាគហ៊ុនដូចគ្នាមិនមែនភាគហ៊ុននឹងឡើងឧទាហរណ៍ភាគហ៊ុននឹងយើងទិញមួយហ៊ុន$1វាឡើងទៅដល់$100មិនមែនមានន័យថាយើងលក់ឲ្យដោយសារក្រុមហ៊ុននឹង
họ si chẳng đánh che môi tới cái chẹt tính ở đây mình ấy tha bữa sân dễ lang đó mà rồi để lá dân chọn lụa hôn nâng tránh vì trâu miên mình nữ đã hiên tinh hôn nâng không đầm lại một hôn mà rồi để lá đội kia nè ở đây chân tuột xa bị hôn cái đói vì thời đầm miên nè khát miên nè trên này to nên nó nè vì thời đầm miên nè khát miên nè trên này bởi dân tinh hôn nâng vui một hôn nông mà để lá vì lang từ đó mà hôn mà pon rồi là chân đối dân chọn lụa bọt miên nè tinh của lụa trên này vấn đề còn là tha tìm xa đi mỗi cứ vì liquid miền này thằng mày liquid vì ca chui đố miền là dương tinh lụ phliêm á đã cho tức mà click cứ bàn phliêm có copy dương lụ đấy nữa nhé tìm xa đấy vì ọt liquid đấy miền này thà cho là tối vì ọt liquid đấy nơi bây là dương trong lụa giống như thở bạc cả lụa đồng bày rồi nè tỉnh về chẳng ngày còn đây là cái nông xa ní thẩm đọc liên mà pay liên ấy dân cho ta mà click cứ miền tỉnh để sao vì miền liquidity nó miền này là nè tinh đâu nó không nó bị chở chùm luôn chở tầm hôm thông chẳng biết vừa dân xua tinh xua luôn vì không này rằng đấy ok chắc trong bây giờ bạn nắng ở quân thằng ngọc này